បាទសាយនសួស្តីលោកពងអ្នកម្ដាយបងស្រីបងប្រុសលោកតាលោកយាយទាំងអស់ជាទីគោរពរួមអានបាទបងប្អូនបានជ្រាបទាំងអស់គ្នាហើយបាទនៅថ្ងៃនេះក្រសួងបានប្រកាសហ្មងបងប្អូនបាទគឺសម្រាប់ភេទជ្ជៈគ្រឿងផ្អែមនិងគ្រឿងស្រវឹងបាទស្រាគ្រប់ប្រភេទគឺលែងមានរង្វាន់ហើយចាប់ពីថ្ងៃទី30 ខែតុលាឆ្នាំ2026ខាងមុខនេះគឺលែងមានការដូរទៀតហើយបងប្អូនបាទអញ្ចឹងបានថាសូមបងប្អូនព័ត៌មាននេះគឺសូមជ្រាបទាំងអស់គ្នាបាទបើត្រូវមានរង្វាន់អីត្រូវដូរឲ្យដូចខ្ញុំអញ្ចឹងខ្ញុំមិនមែននេះទេប៉ុន្តែបើគេលេងដូរយើងឆាប់យកទៅដូរទៅហ្មងទៅបាទហើយយើងទី1គឺលោកគិតអំពីសុខភាពប្រជាពលរដ្ឋដែរមួយរយៈចុងក្រោយនេះគឺអាសៀមឆ្លៀនពៀនណាអាតំណែងដែលមានសារជាតិគីមីផងវាអាលិចវាអាកើតផងហើយណាមួយទៀតមួយរយៈចុងក្រោយនេះគឺជំងឺទឹកនោមផ្អែមច្រើនណាស់ស្រុកខ្មែរយើងនិយាយទៅសឹងថា90% បងប្អូនបាទឈឺអូវេទនាណាបាទអញ្ចឹងបានថារឿងបញ្ហាទឹកនោមផ្អែមហើយឥឡូវសំបីតែក្មេងៗទូកូនក្មេងទូកូនឥឡូវនេះនៅគុណធបុផារាប់សិបរាប់រយនិយាយរាប់រយនាក់ដែលត្រូវចាក់អាំងស៊ូលីនបាទអញ្ចឹងនេះណាអញ្ចឹងបានថាចំពោះបញ្ហាសុខភាពគឺថែទាំទាំងអស់គ្នាបងប្អូនបាទត្រូវហាត់ប្រាណហាត់អីអញ្ចឹងទៅហើយនេះជាព័ត៌មានមួយហើយសូមបងប្អូនខ្មែរទាំងអស់ជ្រាបជាដំណឹងណាបងប្អូនបាទយើងនិយាយទៅការពិតបើយើងវាធម្មតាយើងស្ដាយហើយអាទីជួយកវលដូរអីចឹងប៉ុន្តែបើយើងនិយាយពីគិតពីអំពីសុខភាពវិញណាសំខាន់ណាស់បាទសំខាន់ណាស់បងប្អូនបាទអញ្ចឹងបានថាត្រូវថែទាំសុខភាពទាំងអស់គ្នាកុំពិសាគ្រឿងផ្អែមពេកបាទខ្ញុំនិយាយនេះខ្ញុំទី1ដោយសារអីខ្ញុំបាត់បង់ប្អូន2នាក់ហើយបងប្អូនបាទប្អូនប្រុសខ្ញុំនុតច័ន្ទថុលគាត់អានិច្ចកម្មឆ្នាំ2016ហើយប្អូនស្រីខ្ញុំនោះនុតសមាលីអានិច្ចកម្មឆ្នាំ2022កាលនោះខ្ញុំមកពីម៉ាឡេវិញហើយទៅធ្វើការនៅនោះប្រហែលឆ្នាំអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់បាទកុំបរិភោគគ្រឿងផ្អែមឲ្យសោះបងប្អូនបាទមិននិយាយលេងសើចទេគឺតែឈឺទឹកនោមផ្អែមហើយគឺចាំតែស្លាប់ទេគឺចាំតែងាប់ទេបងប្អូនបាទបើអ្នកមានលទ្ធភាពគាត់មានលុយមានកាក់ទៅគាត់ចេះតែរស់តទៅទៀតទៅគេប្រឹក្សាជាមួយគ្រូពេទ្យអីចឹងទៅបើអ្នកក្រដូចខ្ញុំគ្រូសាខ្ញុំវិញគឺឈឺងាប់មកបាទយើងនេះទាំងអស់គ្នាបងប្អូនហើយសូមបញ្ជាក់ម្ដងទៀតបងប្អូនណាថ្ងៃទី30 ខែតុលាឆ្នាំ2026នេះខាងមុខនេះឈិតដល់ហើយអញ្ចឹងគ្រប់ភេទជ្ជៈគ្រឿងផ្អែមនិងគ្រឿងភេទជ្ជៈគ្រឿងស្រវឹងគឺលែងមានរង្វាន់ទៀតហើយគឺគ្មានការដូរគ្មានអីរង្វាន់អីទាំងអស់បាទសូមជ្រាបជាព័ត៌មានបាទសាយនសួស្តីបាទ